សម្រាប់យើងផុសនៅក្នុងកុំព្យូទ័របងប្អូនណានេះខ្ញុំកាន់កាមេរ៉ាទេណាបងប្អូនគឺអត់នឹងទេបងប្អូនចូលមកកាន់ Chrome របស់យើងមកrồiហើយយើងយក channel ដែលយើងត្រូវផុសនេះ channel ដែលខ្ញុំត្រូវផុសណាហើយបងប្អូនចូលមកកាន់កន្លែង TY Studio នេះមកនេះ channel ដែលខ្ញុំត្រូវផុសណាrồiហើយបងប្អូនកន្លែងមើលកន្លែងនេះកន្លែងនេះគឺសម្រាប់យើងផុសវីដេអូយកទៅហ្មងហ្នឹងណាហើយកន្លែងបំរើខាងនេះបងប្អូនចុចបងប្អូនខាងនេះយើងផុសដូចខាងនេះដែរឃើញទេផុសដូចខាងនេះឬហើយកន្លែងនេះគឺកន្លែង live và កន្លែងផុសរូបភាពកន្លែងយើងដាក់ sketch video សម្រាប់តែយើងផុសជាក្រុមណាហើយខាងនេះសម្រាប់យើងគេហៅថាផ្សាយផ្ទាល់អញ្ចឹងហើយបើសិនជាយើងចង់ជ្រើសយកមួយណាក៏បានដែរតែបើសិនជាយើងចង់ជ្រើសយកតែវីដេអូដែលយើងចង់ផុសតែហ្មងយើងមិនបាច់ចុចចូលកន្លែងហ្នឹងទេណាមិនបាច់ចុចចូលកន្លែងហ្នឹងទេគឺបងប្អូនចុចចូលទៅកន្លែងនេះមកណាបញ្ជាក់បងប្អូនតិចអានេះយើងចូលនៅកន្លែងជាមួយនឹងខាងបាទ Studio តែបើសិនជាបងប្អូនផុសចូលកន្លែងនេះធម្មតានេះគឺយើងផុសនៅកន្លែងនេះណែពេលដែលបងប្អូនចូលកន្លែងនេះគឺយើងផុសនៅកន្លែងបូកកន្លែងនេះឃើញទេគឺបូកកន្លែងនេះណាតែបើសិនតែយើងផុសចូលនៅក្នុង TY Studio នេះក្នុង Studio នេះគឺយើងផុសនៅក្នុងសញ្ញាព្រួយនេះយើងមកជិះកន្លែងនេះមកយើងមកផុសកន្លែងសញ្ញាព្រួយឃើញទេហើយកន្លែងនេះគឺខ្ញុំរៀបចំឲ្យអស់ហើយបងប្អូនណាដោយសារអីដោយសារតែនេះគឺខ្ញុំđãរៀបចំអញ្ចឹងយើងមិនបាច់ចាំចូលទៅសាមញ៉ាំទេយើងចុចតែមួយគឺចូលហ្មងឥឡូវជិះមើលខ្ញុំធ្វើភាសាថ្មីហើយឥឡូវខ្ញុំត្រូវការផុសខ្ញុំចុចចូលនេះរួចហើយខ្ញុំចុចចូលនេះគឺចេញមករបៀបនេះហើយបងប្អូនអាការផុសហ្នឹងបងប្អូនអាចផុសតាមយើងចុចអញ្ចឹងក៏បានណាយើងចុចយកអញ្ចឹងក៏បានដើម្បីយើងជ្រើសរើសវីដេអូយើងណាក៏យើងអាចជ្រើសយកបានអញ្ចឹងឬមួយក៏បងប្អូនអត់ចង់ផុសអញ្ចឹងទេបងប្អូនចង់អូសដាក់បងប្អូនចូលមកកន្លែងនេះមកបាទហើយយើងចូលកន្លែងវីដេអូដែលយើងត្រូវយកយើងអូសមកនេះតិចមកឬហើយយើងចង់យកវីដេអូណាដែលយើងត្រូវការផុសចូលទៅក្នុងហ្នឹងខ្ញុំមើលវីដេអូដែលខ្ញុំត្រូវការផុសសិនបាទនេះវីដេអូនេះបងប្អូនអាចចាប់ទាញមកខ្ញុំមកដាក់ចឹងមកក៏បានឬក៏បងប្អូនចូលដូចមិញក៏បានដូចគ្នាបាទអញ្ចឹងយើងចាប់ទាញចូលមកខ្លាចវាវីដេអូច្រើនបងប្អូនខ្លាចច្រឡំណាអញ្ចឹងបងប្អូនអាចចាប់ទាញបានអញ្ចឹងយើងចូលមកឲ្យអានឹងធំវិញបាទសុំទោសចង់ស្អាតកពេលអានឹងធំនេះគឺចេញមករបៀបនេះហើយអានេះគឺសម្រាប់បងប្អូនតាំងរូបភាពតូចអារូបភាពគេហៅ thumbnail តែខ្ញុំអត់តនេះចាំចូលទៅតាំងខ្លួនឯងហើយនេះគឺយើងសម្រាប់ឲ្យជ្រើសរើសជាក្រុមណាជ្រើសរើសក្រុមខ្ញុំដាក់ក្រុមនេះបាទយើងយកតែហ្នឹងមួយហើយអានេះបើសិនជាមានរូបភាពដាក់យើងដាក់ទៅបើមានរូបភាពដាក់យើងផុសទៅមុខតទៅណាហើយខាងលើនេះបងប្អូនសរសេរមកបាទសរសេរចំណងជើងសរសេរអីមកសរសេរចំណងជើងតាមបងប្អូនណាហើយប៉ុណ្្នឹងមកគឺយើងចុចនិចទៅមុខបន្តសម្រាប់បងប្អូនអ្នកដែលរកលុយបានដូចខ្ញុំណាបងប្អូនចុចកន្លែងនេះគឺបងប្អូនដាក់អោសិនទៅណាអោសិនកុំទាន់បើកអនតែបើកអនគឺពេលដែលបងប្អូនផុសទៅគេមើលទៅវាអត់ទាន់បើកលុយដុល្លារគឺយើងខាតហើយអញ្ចឹងយើងចុចទៅមុខបន្តបាទដោយសារតែខ្ញុំកាន់នេះបងប្អូនណាខ្ញុំកាន់កាមេរ៉ាអញ្ចឹងហើយវារៀងញ័របន្តិចអធិស្ឋានផងបងប្អូនណាបាទហើយពេលអញ្ចឹងហើយអោហើយយើងចុចនិចហើយកន្លែងនេះសម្រាប់បងប្អូនអេតវីដេអូដែលចប់បញ្ចប់ណាដូចថាវីដេអូនេះចិត្តចប់ហើយអញ្ចឹងវាអេតទៅខាងនេះខាងនេះណានេះเราជាមួយខ្ញុំចុចចេះបងប្អូនមើលគឺនេះពេលដែលចិត្តចង់បញ្ចប់វីដេអូក៏ចេញមករបៀបហ្នឹងណាអញ្ចឹងបងប្អូនចុចអេតមកអានេះគឺសម្រាប់គេអេតឲ្យខ្លួនយើងណាគេដាក់ឲ្យអានេះគេដាក់ឲ្យដែរតែយើងចង់ដាក់ខ្លួនយើងចុចយកអានេះមកវានឹងចូលមើលវីដេអូណាដែលយើងត្រូវដាក់ណាយើងដាក់មកបាទឥឡូវខ្ញុំសុំដាក់វីដេអូនេះមួយហើយខាងនេះគឺដាក់វីដេអូជាក្រុមណាជាក្រុមវីដេអូបាទដាក់មកគឺមានវីដេអូជាក្រុមគ្នាក្រុមវីដេអូអញ្ចឹងខ្ញុំដាក់វីដេអូនេះរួចហើយខ្ញុំចុចទៅបន្តទៀតនឹងសម្រាប់អ្នកដែលផុសលើកុំព្យូទ័របងប្អូនណាហើយខាងក្រោមនេះគឺសម្រាប់ edit card ណា edit card អេដមិន
ឯកាត់គឺឯដល់ពេលដល់ចេញមកចេះនេះពីមកកន្លែងនេះអញ្ចឹងខ្ញុំចុចយកវីដេអូសិនគឺអាចរើសមានជម្រើសពីរមួយវីដេអូមួយទៀតគឺជាក្រុមណាអញ្ចឹងខ្ញុំដាក់ឲ្យអាហ្នឹងអេតបានតែ5ទេបងប្អូនណាបាទយើងអេត5មកបាទខ្ញុំដាក់វីដេអូជាក្រុមមួយវីដេអូជាក្រុមខ្ញុំដាក់ក្រុមនេះមួយបាទហើយដាក់មួយទៀតមកអាហ្នឹងបានតែ5ទេបាទរីញ័រតិចហើយបាទខ្ញុំដាក់វីដេអូមួយទៀតជ្រើសមកបងប្អូនណាបាទហើយខ្ញុំដាក់ជាមួយទៀតអាហ្នឹងពេលដែលយើងធ្វើទៅវាបាទវីដេអូជាក្រុមខ្ញុំសូមថយក្រោយវិញបាទថយក្រោយខ្ញុំយកវីដេអូទេយកអត់យកវីដេអូជាក្រុមទេបាទខ្ញុំដាក់កណេះខ្ញុំបាន4ត្រូវដាក់5និង5បងប្អូនណាបាទ5វីដេអូឬក៏5អាកន្លែងដែលយើងដាក់ណែហើយចេញគឺចេញរបៀបនេះបងប្អូនណាពេលដែលដល់នាទីវាគឺចេញកន្លែងហ្នឹងណាចេញមកត្រង់ភ្លើងកន្លែងហ្នឹងអញ្ចឹងយើងអេតបានតែ5ហ្នឹងណាលើសមួយក៏អត់អានដែរណាអញ្ចឹងយើងអាចនេះបាននេះយើងអាចលើកមកចេះបានឃើញទេយើងអាចមកចេះបានយើងអាចទេមកមុខទៅក្រោយវិញបានអញ្ចឹងយើងចុច save បាទចុច save ហើយនេះគឺកន្លែងនេះគឺសម្រាប់យើងដាក់វីដេអូចិត្តចប់ហ្នឹងហើយអានេះគឺ load edit card អញ្ចឹងយើងចុចទៅមុខបន្តកន្លែងនេះសម្រាប់បងប្អូនចង់ដាក់ចំនួនដាក់កន្លែង copyright របស់យើងណាបើកកន្លែង copyright ហ្នឹងណាបងប្អូនបើកនឹងមកតែបើបងប្អូនមិនចង់បើកកន្លែងហ្នឹងទេបងប្អូនទៅមុខបន្តទៀតទៅណាហ្នឹងហើយហើយមួយទៀតសម្រាប់បងប្អូនអ្នកដែលគាត់រកលុយបានដូចខ្ញុំណាបងប្អូនដាក់កន្លែង unlist ហ្នឹងសិនទៅណាដាក់កន្លែង unlist ហ្នឹងកុំតន់ដាក់ public អីបើដាក់ public បាទខ្ញុំឲ្យចិត្តឲ្យមើលឲ្យបងប្អូនមើលចិត្តតិចចុះបាទយើងឲ្យមើលចិត្តចេះហ្នឹងហើយពេលដែលបងប្អូនដាក់ public ពេលដែលបងប្អូនផុសទៅគឺចេញហ្មងចេញហើយទាំងក្រុមហ៊ុនមិនតន់បាន add ពាណិជ្ជកម្មរបស់យើងគឺពិបាកយ៉ាងម៉េចគឺពិបាកហើយពិបាកថាយើងខាតលុយអញ្ចឹងហើយបងប្អូនឲ្យដាក់ហ្នឹងសិនទៅណាតែបើសម្រាប់បងប្អូនអ្នកដែលអត់តន់រកលុយបានបងប្អូនដាក់ public មកណានេះជួយអញ្ចឹងសម្រាប់ខ្ញុំរកលុយបានគឺខ្ញុំចុចយកខាងលើនេះសម្រាប់ពេលដែលបើក on ណាទៅខ្ញុំនឹងបើកអញ្ចឹងខ្ញុំចុចយកខាងនេះណាបាទពេលដែលចុចយកខាងហ្នឹងគឺរួចរាល់ហើយបងប្អូននេះរួចរាល់ហើយគឺរងចាំតែគ្រប់ចំនួនពេលដែលគ្រប់ចំនួនហើយគឺយើងចាំមើលតែបើករូបបើក on ចេះបងប្អូនណាបាទចូលកន្លែងនេះហើយចូលកន្លែង content នេះពង upload đấy នេះឃើញទេហើយពេលដែលបាទសំទោសគឺថយក្រោយបាទនេះពេលដែលបើក on ចេះហើយណាពេលដែលបើក on ហើយចាំយើងបើក public ណាតែពេលមិនតាន់បើក on ទេយើងមិនតាន់បើក public អីយើងដាក់នេះមួយសិនទៅបាទដាក់ unlist ណាកន្លែងហ្នឹងណាបងប្អូនចាំឲ្យតាន់កន្លែងហ្នឹងតិចណាហើយបងប្អូនធ្វើតាមខ្ញុំចឹងទៅគឺល្អហើយឥឡូវយើងរងចាំតែវា upload ចេញទេនេះឃើញទេអញ្ចឹងវាបានប៉ុណ្នេះហើយទៀតនឹងចេញផុតហើយបាទហ្នឹងហើយអរគុណច្រើនបងប្អូនហើយបើបងប្អូនមានចម្ងល់បងប្អូនបាទខមមិនខាងក្រៅវីដេអូហ្នឹងមក